ជំរាបសួរនាងខ្ញុំឈ្មោះសេមសុវណ្ណនាងខ្ញុំជានាយិកានៃអង្គការសុបិនសហគមន៍កម្ពុជាជំរាបសួរនាងខ្ញុំឈ្មោះកែស្មារតាជាប្រធាននៃអង្គការគម្រោងកម្ពុជាកម្ពុជាយើងផ្ដោតទៅលើវិស័យអប់រំដែលមានតំបន់គោលដៅនៅខាងស្រុកប្រាសាទបាគងហើយពួកយើងមានចក្ខុវិស័យមួយគឺយើងចង់ឲ្យតម្រូវការមូលដ្ឋានរបស់ក្មេងៗគាត់ទទួលបានទៅតាមអ្វីដែលគាត់មានក្តីបំណងឬក៏ក្តីស្រមៃរបស់គាត់សម្រាប់នាងខ្ញុំផ្ទាល់វាមានពីរជំហានដើម្បីឲ្យនាងខ្ញុំអាចឈរនៅលើតំណែងអ្វីដែលខ្ញុំធ្វើក្នុងពេលបច្ចុប្បន្នហ្នឹងទី1តាក់ទងជាមួយនឹងការសិក្សាប្រវត្តិនៃការសិក្សារបស់ខ្ញុំតើវាមានការតាក់ទងទេជាមួយនឹងការងារខ្ញុំធ្វើបច្ចុប្បន្នទី2តាក់ទងអបិសោតដែលយើងមានកន្លងមកការសិក្សាមានន័យថាទាំងអស់គ្នាត្រូវមានគោលដៅតើយើងចង់ធ្វើអ្វីនៅថ្ងៃអនាគតគោលដៅរបស់យើងហើយនឹងការសិក្សារបស់យើងអាចស្របគ្នាឬអាចមិនសូវស្របគ្នាប៉ុន្តែអ្វីដែលយើងអាចទាញមកជាបញ្ហាសរុបឬក៏រឿងសរុបរួមមួយគឺតើយើងស្រឡាញ់អីជាងគេយើងត្រូវសួរខ្លួនឯងសិនថាយើងស្រឡាញ់អីជាងគេអញ្ចឹងនៅពេលដែលយើងស្រឡាញ់អ្វីជាងគេហើយសួរថាតើយើងចូលចិត្តធ្វើអ្វីដើម្បីឲ្យការស្រឡាញ់យើងនឹងអាចជោគជ័យអញ្ចឹងយើងចាប់ផ្ដើមគិតថាយើងគួររៀនអ្វីសម្រាប់ខ្ញុំគិតថាការរៀនដែលផ្ដល់នៅជំនាញឲ្យយើងគឺជារឿងសំខាន់មួយប៉ុន្តែក្រៅពីជំនាញទាំងអស់ហ្នឹងគឺយើងត្រូវការបទពិសោធន៍ដូចគ្នាដែរដែលខ្ញុំចាប់ផ្ដើមការងារដំបូងខ្ញុំគឺជាកណីនៅក្នុងអង្គការមួយហើយខ្ញុំក៏មានតួនាទីខាងផ្នែករដ្ឋបាលផងដែរនៅក្នុងអំឡុងពេលដែលខ្ញុំធ្វើការហ្នឹងខ្ញុំធ្វើការនៅក្នុងបន្ទប់មួយដែលយើងជាកណីគឺយើងត្រូវតែមានគេហៅថា confidential information អញ្ចឹងនៅក្នុងអំឡុងពេលហ្នឹងខ្ញុំបានឃើញមិត្តឬក៏អាចថាក្រុមការងារម្នាក់ដែលគាត់បានធ្វើការនៅកន្លែងជាមួយខ្ញុំដែរហើយខ្ញុំឃើញថាគាត់មានការអភិវឌ្ឍខ្លួនលឿនមែនទែនគាត់ដំបូងគាត់ក៏ជាប្រធានរបស់ខ្ញុំដែរគាត់ប្រធានខាងផ្នែកកណីហើយគាត់បានអភិវឌ្ឍខ្លួនទៅជាប្រធានអង្គការដែលខ្ញុំកំពុងធ្វើការមួយគាត់អញ្ចឹងវាជា role model មួយសម្រាប់ខ្ញុំដែលខ្ញុំគិតថាខ្ញុំក៏អាចធ្វើដូចគាត់ដែរហើយពេលហ្នឹងទើបខ្ញុំចាប់ផ្ដើមអង្កេតអំពីការងាររបស់គាត់អំពីអ្វីដែលគាត់ព្យាយាមធ្វើបន្តិចម្ដង consistently សម្រាប់ខ្ញុំអញ្ចឹងនេះជាកត្តាដែលធ្វើឲ្យខ្ញុំហ្នឹងកាន់តែ dream big ចាក្តីស្រមៃរបស់ខ្ញុំគឺខ្ញុំចង់ក្លាយជាប្រធានអង្គការម្នាក់ដែរអញ្ចឹងខ្ញុំគិតថាខ្ញុំអាចធ្វើបាន